នៅលើផែនដីនេះគ្មានជនណាម្នាក់ដែលអាចបំផ្លាញបងប្អូនបានឡើយដែលអាចមើងងាយបងប្អូនហើយធ្វើឲ្យបងប្អូនវិនាសអន្តរាយបានឡើយគ្មានឡើយគឺមានតែបងប្អូនម្នាក់គត់នៅពេលដែលបងប្អូនបន្ទាបតម្លៃរបស់ខ្លួនមើងងាយខ្លួនឯងនិងបំផ្លាញខ្លួនឯងនោះបងប្អូនប្រកាសជាវិនាសប៉ុន្តែនៅលើផែនដីនេះកុំថាម្នាក់សូម្បីតែរាប់លានអ្នកដែលគេមើងងាយបងប្អូនក៏គ្មានអធិពលធ្វើឲ្យបងប្អូនវិនាសបានដែរតែបងប្អូនចាំដែរឬទេស្ដាប់បានដែរឬទេត្រង់ចំណុចនេះបងប្អូនរាល់ថ្ងៃបន្ទាបតម្លៃខ្លួនមើងងាយខ្លួនបំផ្លាញខ្លួនឯងត្រង់កន្លែងណាខ្លះតើបងប្អូនមានបានអភិវឌ្ឍខ្លួនឯងនៅលើរឿង3ចំណុចនេះឲ្យជាប់លាប់ជាប្រចាំដែរឬទេទី1គឺសុខភាពទី2គឺគំនិតទី3គឺអារម្មណ៍តើបងប្អូនមានដែលអភិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃឲ្យវាមាំឲ្យវាខ្លាំងក្លាឲ្យវាមានថាមពលដែរឬទេប្រសិនបើបងប្អូនបានអនុវត្តនៅរឿងទាំង3នេះល្អប្រសើរហើយតើមានជនណាម្នាក់ដែលអាចឬក៏ហ៊ានមើងងាយបងប្អូននោះប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាទោះបីជាបងប្អូនខ្លាំងអញ្ចឹងក៏មិនអាចបំបិតមាត់ឬក៏ខាំងចិត្តរបស់គេមិនឲ្យមើងងាយបានដែរប៉ុន្តែបងប្អូនត្រូវច្បាស់ថាក្នុងចិត្តបងប្អូនគឺសុចរិតទៀងត្រង់គឺជាមនុស្សល្អនៅក្នុងចិត្តបងប្អូនគឺគ្មានខ្មោចគឺគ្រប់គ្រាន់ហើយលើផែនដីនេះគ្មានជនណាម្នាក់ដែលមិនត្រូវបានរិះគន់ឬមិនត្រូវបានពេបជ្រាយឡើយដូច្នេះក្នុងចិត្តគ្មានខ្មោចក្នុងចិត្តគឺធ្វើតែរឿងល្អៗគឺគ្រប់គ្រាន់គឺ perfect គឺគ្រប់10 100%